ខេសួស្តីអ្នកគ្នាចូលនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាតែបន្តជាមួយនឹង list ចឹងយើងដឹងថាការពីវីដេអូមុនគឺយើងសិក្សាទៅលើ UL ហើយព្រមទាំង li tag ត្រូវទេហើយតោះមកយើងធ្វើការសរសេរបែបចែកអូខេបែបហ្នឹងទៅអត់ហើយយើងធ្វើការ copy វាច្រើនដងឧទាហរណ៍ថាបើយើងវា10ដងយើងត្រូវសរសេរវាកាយវា10ដងប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការប្រាប់អ្នកគ្នាតទៅជាមួយនឹងវិធីសាស្ត្រខ្លីក្នុងការសរសេរវាបែបហ្នឹងដោយប្រើវាត្រឹមពេលតែ2 click តែប៉ុណ្ណឹងសរសេរបែបហ្នឹងឧទាហរណ៍ថាយើងចង់បានទៅលើ UL តែមួយទេប៉ុន្តែនៅក្នុង UL នេះយើងចង់បានទៅលើ li ច្រើនទៅលើពី1លើពី2ទៅឡើងទៅតែយើងសរសេរបែបម៉េចអញ្ចឹងនៅក្នុងនេះយើងត្រូវសរសេរ li មួយដូចអ្នកគ្នាចង់បាន li ចឹងអ្នកគ្នាត្រូវសរសេរ li ហើយយើងចង់បានឧទាហរណ៍ថាខ្ញុំចង់បាន5អញ្ចឹងខ្ញុំសរសេរ li ខ្ញុំប្រើសញ្ញាផ្កាយបែបនេះហើយយើងដាក់សញ្ញាដាក់លេខ5ចូលមករួចអ្នកគ្នា enter អញ្ចឹងដល់ពេលនោះវានឹងធ្វើការបញ្ចេញឲ្យយើង li tag ចំនួន5អូខេអញ្ចឹងនៅក្នុងនេះអាចសរសេរបានមាន appleអូខេចឹងកន្លែងនេះមាន banana មកយើងអាចសរសេរមកវាបែបហ្នឹងណាគឺមានភាពងាយស្រួលមែនតើអូខេចឹងយើងអាចសរសេរមកទៅតាមតម្រូវការរបស់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចែកម្លែកអ្នកនរគ្នាតទៅនឹងវិធីសាស្ត្រដែលបង្កើនភាពងាយស្រួលដល់ developer យើងទាំងអស់គ្នាជួបអ្នកនរគ្នានៅវីដេអូក្រោយបាយបាយ